សួស្តីនឹងជម្រាបសួរទៅកាន់អ្នកមើលទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅមើលការប្រមូលផលអំបិលនៅខាងខេត្តកំពតហើយថែមទាំងការប្រមូលផលរបស់បងប្រជាកសិករការរៃអំបិលរបស់ខ្ញុំដែលខ្ញុំបានចូលរួមរៃអំបិលជាមួយគាត់ហើយក៏មានមិត្តភក្តិខ្ញុំម្នាក់ដែរដែលគាត់បានទៅជួយថតវីដេអូនេះជាមួយខ្ញុំហើយក៏មានកិត្តិយសណាស់ដែលបានបង្ហាញវីដេអូមួយនេះដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះឲ្យដឹងពីការប្រមូលផលអំបិលនិងការធ្វើអំបិលទាំងអស់គ្នាបងប្អូនហើយវីដេអូនេះខ្ញុំក៏អត់បានធ្វើក្បោះក្បាយអីក៏មកចាត់អីមិនដែរទេសារតែពេលនោះខ្ញុំទៅវារៀងថ្ងៃដែរចូលលក្ខណៈម៉ោង 8 9 ដែរអញ្ចឹងវារៀងក្តៅខ្លាំងហើយក៏ទូរស័ព្ទខ្ញុំវាក៏អស់ថ្មពេលអញ្ចឹងទៅក៏យើងគិតថាបញ្ញាប់ថតត្រុសទៅដើម្បីបង្ហាញឲ្យបងប្អូនយើងបានឃើញពីការរៃអំបិលរបស់ខ្ញុំដែលខ្ញុំទៅរៃផ្ទាល់ហើយធ្លាប់តែឃើញបងប្រជាកសិករយើងនៅខាងស្រែអំបិលខេត្តកំពតហ្នឹងគាត់រៃអំបិលមួយម្រេចហ្នឹងដូចស្រាលតែតាមពិតទៅបងប្អូនទាំងអស់គ្នាហើយដល់ពេលដែលខ្ញុំទៅរៃអំបិលនឹងផ្ទាល់បានដឹងថាមួយម្រេចហ្នឹងមិនមែនស្រាលទេបងប្អូនអើយខ្ញុំរៃហ្នឹងក៏អត់ចង់រួចអីហ្មងដែរវាមិនធ្ងន់អីណាស់ណាដែរប៉ុន្តែពេលវាចូលទឹកអញ្ចឹងទៅវារាំងធ្ងន់ដែរហើយបងប្អូនអាចមើលបានពេលដែលខ្ញុំជះអំបិលនេះឃ្លាំងអំបិលរបស់គាត់គឺវែងហើយក៏ច្រើនអំបិលដោយសារឆ្នាំហ្នឹងក្តៅខ្លាំងបងប្អូនអរគ្នាបានដឹងហើយថាឆ្នាំហ្នឹងក្តៅខ្លាំងហើយក៏អត់មាននៅពេលដែលខ្ញុំទៅហ្នឹងវាចូលលក្ខណៈថាវាភ្លៀងត្រូវមួយមេបងប្អូនពេលអញ្ចឹងទៅអំបិលក៏លាយអស់ខ្លះដែរហើយបងប្អូនអាចមើលបាននេះបងប្រជាកសិករយើងគាត់បានកាយអំបិលហើយខ្ញុំក៏អត់បានស៊ូគាត់អីច្បាស់ណាស់ណាដែរដោយសារខ្ញុំរៀងបញ្ញាប់ដែរបងប្អូនហើយនេះពូម៉ែខ្ញុំគាត់បានទៅរៃអំបិលម្ដងក៏ដោយសារគាត់ឃើញខ្ញុំនឹងរៃទៅរឿងជ្រេងជ្រុំគាត់ក៏សម្រាប់ចាត់ថារៃឲ្យខ្ញុំមើលមករៃទៅនេះគាត់ក៏បានរៀបចំរៃអំបិលយកទៅចាក់ចូលឃ្លាំងគ្រាន់តែឃើញតម្រង់គាត់រៃក៏ដឹងថាគាត់ចេះរៃអំបិលដែរហើយអំបិលនេះបងប្អូនហើយមើលទៅសហ្មងសខ្ចីហ្មងអំបិលសឡើងដូចកូនចិនចឹងសាច់ហើយបងប្អូនអាចមើលបានយើងដើរទៅផ្លូវហ្នឹងក៏មិនមែនស្រួលមែនដែរល្អហើយមានស្ពានហើយក៏ដល់ឃ្លាំងហើយក៏យើងចាក់អំបិលទៅទៀតបងប្អូនយើងចាក់ដោយសារមួយម្រេចវាមានតែ2ផ្គីហ្នឹងហើយយើងចាក់ចេញពី2ផ្គីហ្នឹងហើយក៏ទៅយកអំបិលម្ដងទៀតតែលើកហ្នឹងគឺខ្ញុំជាអ្នករែកម្ដងបងប្អូនដោយសារគាត់ព្រៀនខ្ញុំហើយអញ្ចឹងទៅខ្ញុំក៏រែកម្ដងទៀតបងប្អូនអាចមើលបាននេះលើកទី2គឺខ្ញុំអាចរែកបានហើយក៏មើលទៅមានអារម្មណ៍ថាពេលយើងចេះរែកទៅវាមានអារម្មណ៍ថាដូចអត់សូវធ្ងន់ហើយក៏ស្រួលដើរដែរដោយសារការនេះខ្ញុំកាន់ដងរែកពេលកាន់ដងរែកអញ្ចឹងទៅវាយល់ដល់ពេលកាន់ខ្សែអញ្ចឹងទៅវាអត់សូវយល់ក៏ស្រួលដើរជាងមុនហើយសង្ឃឹមថាវីដេអូនេះមានបងប្អូនយើងគាត់ចូលចិត្តហើយក៏ share follow page ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូក្រោយទៀតបើវីដេអូនេះផ្ទុះមាន view ច្រើនហើយនឹងមានអ្នក share ច្រើនខ្ញុំនឹងទៅធ្វើវីដេអូនឹងម្ដងទៀតឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាឲ្យបានច្បាស់និងជាក់លាក់ជាងមុនហើយជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ